បន្ទាប់ពីស្ត្រីរូបនេះដឹងថានាងមានផ្ទៃពោះនាងអាចរើសបានមាសដោយគ្រាន់តែដើរលេងនៅឯការចាប់ឆ្នោតផ្សងសំណាងនៅផ្សារទំនើបនាងគ្រាន់តែចាប់លេងក៏ឈ្នះបានរថយន្ត Ferrari មួយគ្រឿងកូនក្នុងផ្ទៃរបស់នាងច្បាស់ជានាំសំណាងល្អដល់នាងមិនខានប៉ុន្តែប្តីដ៏អាក្រក់របស់នាងបានមើលងាយនាងដែលពោះកូនស្រីហើយក៏សុំលែងលះតែម្ដងអ្វីដែលអាក្រក់ជាងនេះទៅទៀតគាត់បាននិយាយថាប្រសិនបើនាងចង់បានទ្រព្យសម្បត្តិនាងត្រូវតែយកកូនចេញដោយសារតែស្រីកំណាន់នោះមានផ្ទៃពោះរួចទៅហើយត្រូវបានគេបញ្ជាក់ថាជាកូនប្រុសពេលដែលនាងមិនដឹងថាត្រូវធ្វើអ្វីស្រាប់តែមានសម្លេងមួយចេញពីពោះរបស់នាងតាមពិតកូននោះគឺជាការចាប់ជាតិជាថ្មីនៃព្រះនៃទ្រព្យសម្បត្តិដែលបានមកកាន់ពិភពមនុស្សបន្ទាប់ពីចាញ់ការភ្នាល់ជាមួយអ្នកគ្រប់គ្រងឋានសួគ៌ដោយឃើញថានាងមិនយល់ព្រមបុរសនោះបាននិយាយថាពួកគេអាចចរចារឿងលុយកាក់បានប៉ុន្តែកូនត្រូវតែយកចេញទោះបីជានាងមិនប្រកាសថាវាជាការពិតក៏ដោយក៏នាងមិនបណ្ដោយឲ្យនរណាម្នាក់ធ្វើបាបកូនរបស់នាងឡើយដូច្នេះនាងក៏ហែកលិខិតលែងលះចោលភ្លាមដោយនិយាយថានាងអាចលែងលះបានប៉ុន្តែកូនត្រូវតែទុកប្រពន្ធដែលតែងតែអៀនខ្មាសស្រាប់តែវីបកវិញហើយបុរសនោះខឹងយ៉ាងខ្លាំងក៏បង្កការធនាគាររបស់នាងទាំងអស់គាត់ប្រកាសណាស់ថានៅពេលដែលនាងអស់លុយនាងនឹងត្រឡប់មកវិញប៉ុន្តែភ្លាមបន្ទាប់ពីគាត់ចាក់ចេញកូនបានប្រាប់នាងឲ្យបើកថតនៅក្បែរនោះនៅខាងក្នុងមានទូរស័ព្ទចាស់មួយនិងលុយ100,000ដែលនាងបានសន្សំកូនបានប្រាប់នាងឲ្យវិនិយោគវាទាំងអស់នៅក្នុងភាគហ៊ុននាងបានឃើញភាគហ៊ុនធ្លាក់ចុះជាច្រើនថ្ងៃមកហើយក៏ស្ទាក់ស្ទើរភ្លាមព្រោះនោះជាលុយចុងក្រោយរបស់នាងដើម្បីរស់ប៉ុន្តែកូនបាននិយាយដោយទំនុកចិត្តថាវានឹងកើនឡើងទ្វេដងនៅពេលទីផ្សារបើកដោយគ្មានអ្វីត្រូវពឹងផ្អែកនាងក៏សម្រេចចិត្តជឿជាក់លើកូនប៉ុន្តែជំនួយការបានរាយការណ៍រឿងនេះយ៉ាងលឿនទៅបុរសនោះក្រឡេកមើលនិន្នាការនេះគាត់ប្រកាសថានាងនឹងបាត់បង់អ្វីទាំងអស់ហើយមកអង្វរគាត់ម្ដងទៀតប៉ុន្តែនៅពេលដែលទីផ្សារបើកនៅថ្ងៃបន្ទាប់ភាគហ៊ុនដែលគ្មាននរណាម្នាក់ជឿថានឹងឡើងថ្លៃនោះបានកើនឡើងយ៉ាងខ្លាំងលុយ100,000របស់នាងបានក្លាយជា200,000ក្នុងមួយថ្ងៃនៅពេលនោះនាងជឿជាក់ទាំងស្រុងថាកូនរបស់នាងគឺជាព្រះនៃទ្រព្យសម្បត្តិតូចមួយប៉ុន្តែនេះគ្រាន់តែជារសជាតិតិចតួចនៃសំណាងដែលកូនបាននាំមកគោលដៅពិតប្រាកដរបស់នាងគឺធ្វើឲ្យម្ដាយរបស់នាងក្លាយជាអ្នកមានបំផុតនៅលើពិភពលោកបុរសនោះនៅតែគិតថាវាគ្រាន់តែជាសំណាងឆោតល្ងង់ប៉ុណ្ណោះប៉ុន្តែក្នុងរយៈពេល3ថ្ងៃបន្ទាប់ភាគហ៊ុននោះធ្វើឲ្យនាងទទួលបាន500,000ទៀតពេលនេះនាងលែងបារម្ភពីអាហារពេលបន្ទាប់ទៀតហើយនៅពេលនោះកូនបានប្រាប់នាងឲ្យមើលក្រុមហ៊ុនមួយឈ្មោះថា Marriage វាអាចនឹងត្រូវបានគេមិនអើពើនៅពេលនេះប៉ុន្តែក្នុងរយៈពេលកន្លះខែបច្ចេកវិទ្យារបស់វានឹងកើនឡើងហើយភាគហ៊ុនអាចកើនឡើង100ដងប៉ុន្តែនាងមានត្រឹមតែ500,000ប៉ុណ្ណោះមិនគ្រប់គ្រាន់ដើម្បីទិញនោះទេពេលដែលនាងកំពុងតានតឹងនាងបានឃើញខិតបានសម្រាប់ការដេញថ្លៃល្បែងត្បូងថ្មនៅលើដីជាមួយនឹងព្រះនៃទ្រព្យសម្បត្តិតូចរបស់នាងច្បាស់ជាឈ្នះធំមិនខានប៉ុន្តែពេលនាងដើរចូលទៅនាងក៏រត់ទៅបុកបុរសនោះនិងស្រីកំណានដែលមានផ្ទៃពោះគាត់ថែមទាំងគិតថានាងកំពុងតាមដានគាត់ដោយចិត្តណាទៀតផងម្ដាយក្មេកបាននិយាយថាតាំងពីស្រីកំណាននោះមានផ្ទៃពោះមកភាគហ៊ុនរបស់ក្រុមហ៊ុនក៏កើនឡើងអ្វីដែលពួកគេមិនដឹងនោះគឺសំណាងទាំងអស់នោះបានមកពីកូនក្នុងពោះរបស់នាងនៅពេលដែលនាងលែងលះជាមួយគាត់ទ្រព្យសម្បត្តិទាំងអស់នោះនឹងរលាយបាត់នាងមិនខ្ជះខ្ជាយពេលឆ្លោះប្រកែកគ្នាទេហើយដើរត្រង់ចូលទៅក្នុងសាលដេញថ្លៃមិនយូរប៉ុន្មានវត្ថុដំបូងត្រូវបានដាក់ដេញថ្លៃតម្លៃចាប់ផ្ដើមគឺ800,000ស្រីកំណាននោះបានអះអាងភ្លាមថាកូនរបស់នាងបានផ្ដល់សញ្ញាដល់នាងម្ដាយក្មេកគិតថាវាជាសំណាងល្អហើយក៏ដេញថ្លៃទិញវាដោយមិនស្ទាក់ស្ទើរបន្ទាប់ពីកាត់វាបើកគុណភាពគឺអស្ចារ្យណាស់800,000បានក្លាយជា2លានភ្លាមពេលនេះនាងកាន់តែជឿជាក់ថាកូននោះគឺជាចៅប្រុសដ៏មានសំណាងមើលវត្ថុមួយហើយមួយទៀតត្រូវបានដេញថ្លៃស្ត្រីនោះនៅតែមិនដេញថ្លៃម្ដងណាឡើយម្ដាយក្មេកគិតថានាងគ្រាន់តែសម្ដែងប៉ុណ្ណោះបន្ទាប់មកថ្មពណ៌ខ្មៅមួយត្រូវបាននាំយកមកដោយចាប់ដើមត្រឹមតែ50,000ប៉ុណ្ណោះអ្នករាល់គ្នាសើចចំអកហើយវាថាជារបស់ឥតបានការប៉ុន្តែកូនបានប្រាប់នាងថាវាមានតម្លៃជាង100លាននាងក៏លើកស្លាកដេញថ្លៃ50,000ភ្លាមស្រីកំណាននោះមិនទាំងចូលចិត្តវាផងប៉ុន្តែនាងគ្រាន់តែមិនអាចបណ្ដោយឲ្យនាងឈ្នះបានដូច្នេះនាងបានដំឡើងវាដល់300,000ស្ត្រីនោះបានរុញវាឡើងដល់500,000ដែលជាលុយទាំងអស់ដែលនាងមានបើខ្ពស់ជាងនេះនាងនឹងត្រូវការប្រាក់កម្ចីដោយឃើញថានាងអស់លុយស្រីកំណាននោះក៏លោតដល់2លានដោយមិនស្ទាក់ស្ទើរនាងបានដំឡើងវាដល់3លានបុរសនោះខឹងយ៉ាងខ្លាំងពួកគេមិនទាន់លែងលះគ្នាផងគាត់មិនមានបំណងបង់ប្រាក់ឲ្យនាងទេស្រីកំណាននោះបារម្ភថានាងអាចនឹងឈប់ដេញថ្លៃ